គេមានតែខំលើកទឹកចិត្តពេលដែលក្រុមបានឡើងដល់វគ្គផ្ដាច់ព្រាត់តែសហម្ចាស់ក្លឹប Man U បែរជាជ្រើសរើសធ្វើរឿងនេះទៅវិញជំរាបសួរខ្ញុំកុនបានមានជួបខ្ញុំមុខចាស់នៅក្នុងវីដេអូថ្មីដោយលោកអ្នកនាងបានជ្រាបហើយថាបេសាច់ក្រហម Manchester United ដែលកំពុងតែស្ថិតនៅចំណាត់ថ្នាក់លេខ16លើតារាង Premier League នឹងកំពុងតែត្រៀមខ្លួនប្រកួតវគ្គផ្ដាច់ព្រាត់តទល់ជាមួយនឹងក្រុមលេខ17លើតារាង Premier League ដែរគឺ Tottenham Hotspur ដើម្បីដណ្ដើមពានរង្វាន់លេខទី2របស់អឺរ៉ុប UEFA Europa League នាថ្ងៃទី21ខែឧសភាខាងមុខប៉ុន្តែមុនការប្រកួតមកដល់ពលគឺនៅដើមសប្តាហ៍នេះតែម្ដងមានព័ត៌មានចម្រូងចម្រាសមួយចំនួនពាក់ព័ន្ធទៅនឹងផ្ទៃក្នុងរបស់ Manchester United តាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេសគឺសហម្ចាស់ក្លឹបលោក Jim Ratcliffe នឹងបានសម្រេចមិនផ្ដល់សម្បត្តិទៅទស្សនាការប្រកួតវគ្គផ្ដាច់ព្រាត់ដល់គ្រប់បុគ្គលិករបស់ Man U ទាំងអស់គឺរឿងនេះជារឿងដ៏ចម្លែកមួយព្រោះថាកន្លងមកគឺធ្លាប់មានការផ្ដល់ជូនសម្បត្តិដល់បុគ្គលិក Man U ដើម្បីទៅទស្សនាការប្រកួតវគ្គផ្ដាច់ព្រាត់សូមបញ្ជាក់ថាសម្រាប់ការប្រកួតវគ្គផ្ដាច់ព្រាត់ Europa League ដែលនឹងធ្វើឡើងនៅកីឡដ្ឋាន Estadio de San Mamés ក្នុងទីក្រុង Bilbao ប្រទេសអេស្ប៉ាញនោះមានសម្បត្តិសម្រាប់អ្នកចូលទស្សនាចំនួន 54,000 សន្លឹកហើយក្រុមដែលឡើងដល់វគ្គផ្ដាច់ព្រាត់ទាំងពីរគឺ Man U និង Spurs ទទួលបានភាគលាភសម្បត្តិម្នាក់ៗ 15,000 សន្លឹកខណៈដែលសម្បត្តិផ្សេងទៀតជាសិទ្ធិលក់ចែកចាយរបស់សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA យើងងាកមកបន្តពីរឿងផ្ទៃក្នុងរបស់ Man U ក្រៅតែពីការរឹតបន្តឹងការចែកសម្បត្តិដល់បុគ្គលិករបស់ខ្លួនហើយក៏មានដំណឹងថាសហម្ចាស់ក្លឹប Man U Sir Jim Ratcliffe នឹងគ្រងនឹងលុបចេញពិធីហែកក្បួនអបអរប្រសិនបើ Man U បានក្លាយជាជើងឯក Europa League ជាលើកទី2ដោយបដូរមកវិញជាការជួបជុំញ៉ាំអាហារបែប BBQ នៅទីលានហ្វឹកហាត់ Carrington ទៅវិញមានន័យថាបើ Man U លើកពានអត់មានការហែក្បួនឡានបើកដំបូលអបអរជាមួយអ្នកគ្រប់គ្រងនៅទីក្រុង Manchester ទេគឺធ្វើជាលក្ខណៈឯកជននៅទីលានហ្វឹកហាត់តែប៉ុណ្ណោះដំណឹងនេះគឺលេចឡើងក្រោយពេលដែល Sir Jim Ratcliffe កាលពីដើមឆ្នាំ2025ទៅតែបានប្រកាសឈប់ផ្ដល់បាយថ្ងៃត្រង់ free ដល់បុគ្គលិករបស់ក្លឹបទាំងអស់ក៏ដូចជាកាត់បន្ថយមីនុយមុខម្ហូបសម្រាប់កីឡាករដើម្បីសន្សំសំចៃលុយកាក់របស់ក្លឹបដែលធ្លាប់ខាតបង់រាប់សិបលានដុល្លារក្នុងរយៈពេលប្រហែលឆ្នាំកន្លងមកហើយមែនតើនេះគឺជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលព្រោះថាលោក Ratcliffe មើលទៅគាត់ដូចជាអត់សប្បាយចិត្តជាមួយទេទោះបីជា Man U បានឡើងដល់វគ្គផ្ដាច់ព្រាត់ពានរង្វាន់ Europa League ក៏ដោយគេឯងគឺគេមានតែខំលើកទឹកចិត្តចង់ឲ្យក្រុមឈ្នះបានពានអីចឹងណាក៏ប៉ុន្តែករណីនេះដូចជាមិនមែនថាមិនត្រឹមតែលើកទឹកចិត្តទេក៏ប៉ុន្តែថែមទាំងដូចជាការសម្ដែងថាអត់ខ្វល់ទៅវិញខ្ញុំមិនហ៊ាននិយាយថាមិនលើកទឹកចិត្តហើយក៏ដូចជាបែរជាបំបាក់ទឹកចិត្តទៅវិញខ្ញុំមិនហ៊ាននិយាយចឹងទេព្រោះថាយើងក៏មិនដឹងថានេះអាចជាយុទ្ធសាស្ត្រឬក៏យ៉ាងណានោះទេដូច្នេះមានតែចាំមើលទាំងអស់គ្នាថាកត្តានេះនឹងអាចជះឥទ្ធិពលដល់ការដណ្ដើមពានរបស់ Manchester United ឬក៏អត់អរគុណច្រើនយើងនឹងជួបគ្នាបន្តនៅក្នុងវីដេអូក្រោយសូមជម្រាបលា